ធ្វើរឿងទាំង10នេះមុនពេលដែលអ្នកទាំងអស់គ្នាសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍បរទេសទី1គឺស្វែងយល់អំពីខ្លួនឯងខ្ញុំអត់បកស្រាយទេចំណុចនេះគឺខ្ញុំធ្លាប់និយាយច្រើនដងហើយចំណុចទី2គឺស្វែងយល់អំពីអាហារូបករណ៍ជាពិសេសគឺស្វែងយល់អំពីអាហារូបករណ៍ស្វែងយល់អំពីតើអាហារូបករណ៍ហ្នឹងគេទាមទារអីខ្លះអាហារូបករណ៍ហ្នឹងគេមានលក្ខណៈគេខ្លះហើយអាហារូបករណ៍ហ្នឹងមានចំណុចពិសេសអីគេខ្លះសម្រាប់ការដាក់ពាក្យអាហារូបករណ៍ហ្នឹងទី3គឺជ្រើសរើសសាកលវិទ្យាល័យនិងជំនាញឲ្យស័ក្តិសមជាមួយនឹងខ្លួនឯងស្វែងយល់អំពីសាកលវិទ្យាល័យនិងជំនាញនឹងថាតើជំនាញនឹងជាមួយនឹងយើងតើវាស័ក្តិសមគ្នាឬអត់ហើយត្រូវប្រកាសថាយើងជាមួយនឹងសាកលវិទ្យាល័យឬក៏ជំនាញនឹងគឺស៊ីគ្នាទី4គឺបង្កើនសមត្ថភាពរបស់ខ្លួនឯងបើមិនអ្នកទាំងអស់គ្នានៅរៀននៅឡើយហើយចង់ដាក់អាហារូបករណ៍នៅឆ្នាំក្រោយទៀតអ្នកទាំងអស់គ្នាគួរតែព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនឯងឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានដូចជាការពង្រឹងទៅលើការរៀនភាសាបរទេសការពង្រឹងទៅលើ GPA ខំរៀនឲ្យបាន GPA ខ្ពស់ធ្វើការងារស្ម័គ្រចិត្តជួយដល់សង្គមឬក៏ធ្វើការ research ផ្សេងៗដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឯងទី5គឺរៀបចំឯកសារអាហារូបករណ៍មួយគឺមានឯកសាររៀបចំខុសៗគ្នាអាចច្រើនអាចតិចចឹងអ្នកទាំងអស់គ្នាគួរតែមើលចំណុចទី2ឲ្យច្បាស់បន្តមកទៀតគឺរៀបចំឯកសារឲ្យបានត្រឹមត្រូវនៅចំណុចទី5នេះទី6គឺសរសេរគឺជាធម្មតាអាហារូបករណ៍នីមួយៗតែងតែមានការសរសេរអញ្ចឹងត្រូវធ្វើម៉េចសរសេរឲ្យបានល្អរៀបចំការសរសេររបស់អ្នកទាំងអស់គ្នាឲ្យបានត្រឹមត្រូវបើសិនអ្នកទាំងអស់គ្នាចង់ដឹងអំពីរបៀបនៃការសរសេរ personal statement study plan អាចចូលមើលទៅក្នុង YouTube របស់ខ្ញុំបានអូសទៅឃើញវីដេអូរបស់ខ្ញុំនិយាយអំពីការសរសេរឲ្យសំណេរពាក់ព័ន្ធមួយនឹងការសរសេរសំណេរទាំងអស់ហ្នឹងហើយអញ្ចឹងតោះគ្នាអាចអានស្វែងយល់និងរៀនសូត្របានទី7គឺស្វែងរកអ្នកដែលអាចផ្ដល់ដំបូន្មានទៅកាន់អ្នកទាំងអស់គ្នាដូចជាគ្រូរបស់អ្នកទាំងអស់គ្នាឬក៏មិត្តភ័ក្តិក៏ដោយឲ្យគាត់ជួយអានជួយគិតអំពីសំណេររបស់អ្នកទាំងអស់គ្នាតើវាល្អឬអត់មានចំណុចខ្វះខាតត្រង់ណាកែប្រែត្រង់ណាដើម្បីឲ្យកាន់តែល្អប្រសើរជាងមុនហើយខ្ញុំសូមបញ្ជាក់ថាការសរសេរនឹងវាពិតជាសំខាន់មែនទែនដោយសារតែដូចខ្ញុំធ្លាប់និយាយច្រើនដងដែរថាទោះបីអ្នកទាំងអស់គ្នាឆ្លាតបកកាយមានសមត្ថភាពប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនមកអ្នកទាំងអស់គ្នាអត់អាច deliver អីដែលអ្នកទាំងអស់គ្នាមានទៅកាន់គេបានមានន័យថាពេលដែលគេទាំងគ្នាអត់មាន writing skill ល្អអញ្ចឹងនៅពេលដែលគេអានទៅគេអត់ទទួលបានថាអ្នកទាំងអស់គ្នាបកកាយអីផង so ទាំងអស់គ្នាដូចមនុស្សអត់បកកាយអញ្ចឹងដល់ស្អីការដែលសំខាន់នៅពេលនេះគឺការដែលគេយល់ថាទាំងអស់គ្នាបកកាយវាមិនមែនគ្រាន់តែអ្នកទាំងអស់គ្នាបកកាយតែខ្លួនឯងហ្នឹងវាគ្រប់គ្រាន់ទេ so ធ្វើម៉េចព្យាយាមសរសេរឲ្យបានល្អហើយព្យាយាមរកអ្នកដែលគាត់អាចជួយអ្នកទាំងអស់គ្នាឲ្យបាន8គឺ prepare for interview ទោះបីជាយើងទៅដាក់ពាក្យក៏ដោយយើងគួរតែ prepare សម្រាប់ការ interview ពីព្រោះនៅពេលដែលមានការ interview ឡើងវាដូចជាដំណាក់កាលចុងក្រោយអញ្ចឹងវាពិតជាសំខាន់មែនទែនសម្រាប់ការដាក់ពាក្យអាហារូបករណ៍នីមួយៗអញ្ចឹងគួរតែ prepare interview តាំងពីពេលអ្នកទាំងអស់គ្នាដាក់ពាក្យមកម្លេះដើម្បីឲ្យខ្លួនឯងមានភាពធម្មជាតិនៅពេលដែលយើងចូលទៅក្នុងបន្ទប់សម្ភាសទី9គឺ stay organized ឬក៏ត្រូវរៀបចំនិងប្រឌិតឡើងវិញទៅលើ applicant របស់យើងតើយើងបាន follow up ទៅលើ requirement ទាំងអស់ដែលគេបានទាមទារឬអត់មើលថាតើវាមានខ្វះខាតចន្លោះត្រង់ណាមួយឬក៏អត់មើលថាតើ deadline គេថ្ងៃណាហើយតើគួរតែផ្ញើ applicant របស់យើងនៅទៅថ្ងៃណាដើម្បីឲ្យ application របស់យើងនឹងវាដល់ពេលល្អអញ្ចឹងណាកុំឲ្យវាខើចពេកឬកុំឲ្យវាយឺតពេកអញ្ចឹងទៅទី10គឺមាន backup plan ឬក៏មានplan ទី2អញ្ចឹងទៅថាតើយើងបើសិនយើងដាក់អត់ជាប់តើយើងគួរធ្វើអីបន្ទាប់ទៀតពីព្រោះពេលខ្លះទៅយើងអត់អាច stay ឬក៏យើងអាចជឿទុកចិត្តទៅលើតែធ្វើតែមួយរឿងនោះទេគឺត្រូវតែមាន backup plan ដែលជួយឲ្យយើងអាចធ្វើរឿងផ្សេងឬក៏ដាក់ពាក្យអាហារូបករណ៍ផ្សេងទៀតបានបើសិននៅក្នុងករណីដែលយើងបរាជ័យអញ្ចឹងទៅខ្ញុំមានដល់ចំណុចហ្នឹងពាក់ព័ន្ធជាមួយនឹងការដាក់ពាក្យអាហារូបករណ៍ហើយខ្ញុំជឿជាក់ថាខ្ញុំបាននិយាយពីករណីទាំងអស់ហ្នឹងច្រើនហើយចឹងបើអ្នកទាំងនេះតាមដានវីដេអូខ្ញុំគឺសឹងថាពេលខ្លះទៅខ្ញុំនិយាយជាន់គ្នាប៉ុន្តែខ្ញុំចង់ឲ្យស្វែងយល់ឲ្យបានច្រើនអំពីអាហារូបករណ៍ហើយវាអត់ងាយស្រួលទេនៅពេលដែលយើងដាក់ពាក្យអាហារូបករណ៍ដូច្នេះគួរតែមាន backup plan ឬក៏រៀបចំឯកសារមួយទាំងអស់ហ្នឹងឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានហើយបើអ្នកទាំងអស់គ្នាមានចម្ងល់ពាក់ព័ន្ធជាមួយនឹងអាហារូបករណ៍គឺអាច comment សួរខ្ញុំខាងក្រោមនឹងបានហើយជាពិសេសគុំសូមជួយទៅ follow ខ្ញុំផងហើយជាពិសេសនៅក្នុង YouTube ជួយ subscribe ខ្ញុំមួយផងអរគុណបាយបាយ